លោកទាំងឡាយហើយគ្រឿងសង្វឹងនេះមិនមែនចាំបាច់តែថ្ងៃចូលឆ្នាំទើបលោកពិសាបានទេណាលោកទាំងឡាយពិសាមករាប់ថ្ងៃរាប់ខែរាប់ឆ្នាំទៅហើយតែចឹងហើយក្នុងថ្ងៃចូលឆ្នាំនេះ3ថ្ងៃ4ថ្ងៃនេះលោកទាំងឡាយគប្បីគុំល្អជាងដើម្បីបាននៅសេរីសួស្តីលោកឃើញទេក្នុងមហាសង្គ្រាមគេតាមតាសូមឲ្យប្រជាពលរដ្ឋប្រុសស្រីទាំងអស់រៀបចំផ្ទះសម្បែងតុបតែងលម្អដោយគ្រឿងសក្ការៈផ្សេងមានស្លាធម៌បាយសីបរិយមនុស្សស្លាផ្លែផល្លានុផលព្រមទាំងគ្រឿងសក្ការៈផ្សេងត្រៀមទទួលទេវតាឆ្នាំថ្មីដែលនឹងមកថែរក្សាក្នុងចម្ពោះទ្វីបសូមឲ្យប្រជាពលរដ្ឋបានរៀបចំខ្លួនប្រាណផ្ទះសម្បែងព្រមទាំងជំរះនៅមន្ទិលសៅមកឲ្យអស់ក្នុងឆ្នាំចាស់ហើយធ្វើនៅសេរីសួស្តីឲ្យចូលមកនៅក្នុងឆ្នាំថ្មីដោយការរក្សាចិត្តឲ្យសុចរិតទៀងត្រង់បានប្រកាន់ខ្ជាប់នៅសិល5មានការមិនសម្លាប់សត្វការលួចនៅវត្ថុរបស់អ្នកដទៃដែលគេមិនបានឲ្យដោយកាយវិការចិត្តការមិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយការមិននិយាយនៅពាក្យកុហកពុតផបោកប្រាស់ការមិនសើចនៅគ្រឿងស្រវឹងដើម្បីធ្វើនៅសេចក្តីបរិសុទ្ធឲ្យស្អាតទាំងកាយទាំងចិត្តបានទៅសេរីសួស្តីក្នុងឆ្នាំថ្មីសូម្បីតែក្នុងមហាសង្គ្រាមប្រឡូកខ្លាំងនឹងចឹងដែរប៉ុន្តែយើងចេះតែធ្វើឲ្យប្រច្រាស់ផ្ទុយអំពីការណែនាំបានយើងចេះតែជួបរឿងក្តៅក្រហាយប្រវល់ប្រវាយទុបន្ទិញឥតឈប់ឥតល្អែដោយអាសាតែការតែមិនគោរពតាមច្បាប់តាមក្រឹតតាមក្រមដែលបុរាណអាចារ្យលោកទុកឲ្យអញ្ចឹងក្នុងរដូវដែលលោកហាមអបាយមុខយើងនាំគ្នាប្រព្រឹត្តអបាយមុខក្នុងរដូវដែលលោកធ្វើឲ្យយើងគប្បីសម្រួមក្នុងអំពើសុចរិតដែលជាយើងប្រឆាំងអំពើសុចរិតនឹងមិនមែនជារឿងល្អប្រសើរទេហើយបើទេវតាមិនថែរក្សាកុំបន្ទោសថាលើលោកនោះគ្មានទេវតាអញ្ចឹងណាចឹងសូមឲ្យយើងធ្វើខ្លួនឲ្យបរិសុទ្ធកុំឈ្លោះប្រកែកគ្នាមានចិត្តស្ថិតនៅក្នុងមេត្តាករុណាមុទិតាឧបេក្ខាដើម្បីញ៉ាំងប្រយោជន៍គឺសេរីសួស្តីក្នុងឆ្នាំចាស់ឈានចូលឆ្នាំថ្មីនេះឲ្យចម្រុងចម្រើនតទៅលោកទាំងឡាយគប្បីសម្គាល់នឹងហេតុយ៉ាងហ្នឹងថាបុគ្គលដទៃខាងក្រៅតែបរិសុទ្ធ1000-10000នាក់មិនស្មើនឹងខ្លួនយើងដែលបរិសុទ្ធខ្លួនឯងទេព្រោះការដែលមានវត្ថុខាងក្រៅជាទីពឹងមិនស្រួលដោយខ្លួនជាទីពឹងសម្រាប់ខ្លួនទេលោកគិតថាបុគ្គលសំអង្គនោះបរិសុទ្ធបុគ្គលសំអង្គនេះបរិសុទ្ធបុគ្គលខាងនោះជាអ្នកបរិសុទ្ធបុគ្គលខាងនេះជាអ្នកបរិសុទ្ធហើយលោកទាំងឡាយរត់ទៅរកបុគ្គលទាំងអស់នោះដើម្បីផ្ញើទាននឹងគេខ្លះដើម្បីយកគេជាទីពឹងទីរលឹកខ្លះដើម្បីទៅសុំសេចក្តីសុខនឹងគេខ្លះប៉ុន្តែការធ្វើបែបនោះมันស្មើនឹងយើងធ្វើសេចក្តីបរិសុទ្ធឲ្យមានដល់យើងខ្លួនយើងទេទុកនេះនឹងអស់ទៅដោយម្ដេចបានបើខ្លួនយើងមិនទាន់ឆ្លងផុតនៃដំណាក់កាលទុកផងនោះចឹងហើយក៏បីធ្វើខ្លួនឲ្យរឹងប៉ឹងឲ្យជ្រះថ្លាឲ្យមាំមួនឲ្យចាស់ខ្លានៅក្នុងការបរិសុទ្ធនៃកាយវិចារនិងចិត្តជាពិសេសក្នុងព្រះរតនត្រ័យនេះឯងលោកទាំងឡាយហើយលោកទាំងឡាយឃើញទេ
ការដែលធម្មជាតិទាំងឡាយប្រែប្រួលព្រោះមនុស្សបាត់ទៅនៃគុណធម៌ដែលច្រើនកាលណាមនុស្សបាត់ទៅនៅគុណធម៌ធ្វើឲ្យរដូវមិនទៀងកាលណាដែលរដូវទាំងឡាយដើរមិនទៀងហើយយប់និងថ្ងៃដើរទៅមិនស្មើគ្នាយប់និងថ្ងៃដើរទៅមិនស្មើគ្នាព្រះអាទិត្យចាប់ផ្ដើមក្តៅខ្លាំងព្រះច័ន្ទរមែងដើរឆ្ងាយទៅពីផែនដីរមែងដើរទៅខុសគន្លងធ្វើឲ្យកើតជាការក្តៅខ្លាំងធ្វើឲ្យកើតជាការត្រជាក់ខ្លាំងធ្វើឲ្យកើតជាការព្យុះខ្លាំងធ្វើឲ្យការកើតជាការមានចំនួនផ្សេងទៀតដែរព្រោះអាស្រ័យក្នុងរូបបំនៅគុណធម៌ហេតុដីចាប់ដើមដែលខុសធម្មជាតិទាំងឡាយរមែងប្រព្រឹត្តមិនទៀងមិនស្មើព្រោះអាស្រ័យមនុស្សបាត់ទៅនៅគុណធម៌នឹងឯងយើងទាំងឡាយមិនមានសិទ្ធិហាមឃាត់មនុស្សឲ្យល្អបរិសុទ្ធទេព្រោះពុទ្ធអង្គព្រះអង្គបានព្យាករណ៍ហើយថាបន្ទាប់ពីបំប្រែនិព្វានទៅមនុស្សក្នុងសកលលោកជាពិសេសក្នុងទង្គូទ្វីបនេះនឹងចាប់ផ្ដើមបាត់បង់នូវគុណធម៌បន្តិចម្ដងរហូតឈានចូលដល់សម័យអន្តរកាលដែលមនុស្សគ្រាន់តែឃើញគ្នាចង់កាត់ចង់សម្លាប់នោះអញ្ចឹងហើយយើងមកដល់ថ្ងៃនេះពុទ្ធសករាជ2567ដែរប្រកបណាស់ថាភាពចម្រើននៃគុណធម៌របស់មនុស្សមិនមែនគង់ពោះទៅអីទេប៉ុន្តែខ្ញុំបកណាខ្ញុំត្រង់តែចង់ឲ្យយើងចេះចាក់ប្រាំងកុំឲ្យវាលឿនពេកគឺផ្ដើមចេញពីគុណធម៌របស់យើងនឹងឯងចេះប្រើពាក្យពីរោះភាសាចេះអត់ញញឹមញញែកដាក់គ្នាចេះរាប់អានគ្នាដោយមេត្តាដោយសង្កហៈទៅជីវធម៌អញ្ចឹងចេះដាស់តឿនការក្រែងរំលឹកគ្នាដោយសជីវធម៌ដោយគុណធម៌ដោយភាពត្រឹមត្រូវនៃមនុស្សទៅព្រោះយើងបានរៀនសូត្រតែថាអំពើណាជាអំពើសុជីវធម៌អំពើណាជាអំពើអសុជីវធម៌ទៀតដែរជាអំពើដែលអសិលធម៌យើងសឹកតែជាអ្នកស្គាល់តែតាចឹងហើយយើងគប្បីអប់រំទូមានគ្នាដោយសិលធម៌ដោយសុជីវធម៌ដោយពាក្យពីរោះភាសាពាក្យថែមលហែក្នុងការទូមានដាស់តឿនគ្នាទៅព្រោះយើងនេះមិនទាន់ជាសម័យដេរឆាននេះទេមិនទាន់ជាសម័យដែលមនុស្សចូលក្នុងអន្តរកប្បអីទេជាសម័យនៅមានធម៌នៅឡើយអញ្ចឹងយើងលេងយ៉ាងម៉េចគឺនិយាយដល់ធម៌នឹងគ្នាទៅដោះស្រាយទូមានអប់រំកូនចៅអញ្ចឹងដែរការនិយាយនឹងប្តីប្រពន្ធក្រុមគ្រួសារក៏អញ្ចឹងដែរក៏បីប្រកបដោយសុជីវធម៌ដោយសង្ឃហធម៌ដោយមេត្តាធម៌ទៅដើម្បីកុំឲ្យភាពវឹកវរនៃអន្តរាយរបស់មនុស្សនិងសត្វដែលឈានចូលមកដល់ក្នុងការខាងមុខនោះវាមកឆាប់លឿនទេលោកទាំងឡាយចាំមើលទៅហើយនេះក្តៅខ្លាំងចាំមើលទៅពេលតែមានភ្លៀងខ្លាំងវិញម្ដងលិចនេះលិចនោះវិញចឹងទៅអត់ដល់តែមានខ្យល់ខ្លាំងវិញម្ដងនិយាយរួមទៅខ្លាំងគ្រប់មុខមកពីមនុស្សខ្លាំងដែរខ្លាំងរឿងអាក្រក់តែក្តៅខ្លាំងដល់ទៅពេលត្រជាក់ខ្លាំងវិញកន្លែងខ្លាំងដល់តែភ្លៀងខ្លាំងវិញទៅលិចត្រូវលិចប្រែរត់ទៅធ្វើអីកើតព្រោះតែធម្មជាតិប្រែថាសភាវៈត្រត្រឹងមិនយ៉ាងសភាវៈត្រត្រឹងប៉ុន្តែសភាវៈត្រត្រឹងនឹងក៏មានសិទ្ធិបំផ្លាញដែរសម័យណាមនុស្សដែលអស់នៅគុណធម៌គួរអង្គបីឲ្យធម្មជាតិនឹងត្រត្រឹងបានទៀតយើងមើលសម័យដែលធម្មជាតិត្រូវបំផ្លាញលោកណា
ឲ្យភ្លើងដែលទឹកឲ្យខ្យល់យ៉ាងដែរគឺធម្មជាតិបំផ្លាញទៅដែរជាអ្នកបំផ្លាញទៅដែរចឹងហើយធម្មជាតិបំផ្លាញលោកស្រាតែមនុស្សអស់គុណធម៌ឲ្យធម្មជាតិរក្សាឲ្យធម្មជាតិត្រត្រង់ចឹងហើយបើយើងចង់ឲ្យធម្មជាតិនឹងត្រត្រង់ដើម្បីយើងប្រកាន់ខ្ជាប់ក្នុងគុណធម៌លោកទាំងឡាយឃើញទេឥឡូវនៅមានមនុស្សខ្លួនជាមនុស្សក្បាលជាមនុស្សដៃជាមនុស្សជើងជាមនុស្សតែចិត្តមិនមែនជាមនុស្សទេនឹងហើយជាការអត់ទៅនៃគុណធម៌ក្នុងទៀតកាលណាមនុស្សកើតបែបនឹងច្រើនធម្មជាតិអាក្រក់ក៏ជំនួសខ្លួនឲ្យធម្មជាតិល្អច្រើនដូចគ្នាដែរអញ្ចឹងហើយយើងអបីលៃយ៉ាងម៉េចកុំចាំគេណាកុំចាំថាទេចាំគេធ្វើល្អសិនចាំយើងនាំនេះធ្វើល្អតាមគេក៏មិនចិនអីគឺផ្ដើមចេញពីការធ្វើល្អខ្លួនឯងពុទ្ធអង្គដែលព្រះអង្គបានត្រាស់មិនមែនព្រះអង្គនៅសុខព្រះអង្គអង្គុយចាំគេព្រះអង្គបានត្រាស់ទេគឺព្រះអង្គខំប្រឹងសាងសន្សំនៅអិនហាបារមីផ្សេងរហូតដល់ព្រះអង្គបានជាទីពឹងនៃសត្វក្នុងសកលលោកមានទេវលោកមានរលោកព្រហ្មលោកនិងមនុស្សលោកជាដើមយកព្រះអង្គជាទីពឹងហើយបុគ្គលដែលជាទីពឹងនៃបុគ្គលច្រើនទៀតក៏ផ្ដើមចេញពីការប្រព្រឹត្តពីខ្លួនឲ្យខ្លួនជាទីពឹងដល់គេដែរចឹងហើយយើងយកគំរូហ្នឹងទៅប្រឹងប្រែងរៀនសូត្រប្រឹងប្រែងអប់រំកាយវិចារចិត្តសំនៅបារមីឲ្យខ្លួនឯងបានជាទីពឹងនៃខ្លួនឯងទៅហើយអ្នកដទៃនឹងបានជាទីពឹងខាងក្រៅយើងចង់ឲ្យសត្វដទៃអ្នកដទៃមកយកយើងជាទីពឹងដូចម្ដេចបើសូម្បីតែយើងខ្លួនឯងនឹងមិនទាន់បានជាទីពឹងសម្រាប់ខ្លួនឯងផងនោះយ៉ាងហើយការដែលធ្វើខ្លួនឯងឲ្យជាទីពឹងនឹងជារឿងសំខាន់បើយើងនៅហែលទឹកឡើយយើងតែជួយគេឲ្យបាត់លំទឹកឯណាបានបើតើតែយើងឈរលើច្រាំងបានយើងអាចបោះខ្សែទៅជួយអ្នកដែលកំពុងលិចនៅក្នុងទឹកបានយ៉ាងណាមិញក្នុងលោកនេះរឿងបច្ចុប្បន្នហ្នឹងក៏ដូចគ្នាដែរតើតែយើងបានឈរនៅទីទួលសុវត្ថិភាពទើបយើងអាចជាទីពឹងដល់សត្វដែលមិនសុវត្ថិភាពចឹងបានជាខ្ញុំបុគ្គលណាខ្ញុំចេះតែចិត្តមិនដាច់ដោយរាល់ថ្ងៃហ្នឹងចឹងណា9ខែទៅហើយចេះតែជួបពុទ្ធបរិស័ទទៅណេះផងទៅនោះផងព្រោះតែនឹកឃើញដល់ថាដីខ្មែរយើងនេះសម្រាប់សកលលោកវាតូចមិនធំទេ100,000 ម៉ែត្រការ៉េជាងនេះមិនធំទេសម្រាប់ពិភពលោកតែបើសួរថាសម្រាប់ប្រជាជនខ្មែរយើងខ្ញុំកណាថាធំហើយព្រោះគិតតែ10 លានអ្នកជាងទេដីខ្មែរនៅទនេច្រើនណានៅទនេច្រើនណាប៉ុន្តែទន្ទឹមនឹងនោះសោតប្រជាជនឬក៏មនុស្សដែលកំពុងតែរស់នៅលើផែនដីប៉ុណ្ណឹងអ្នកខ្លះមិនទាំងចង់រស់ទៅទៀតផងខ្លះទៅឈឺពេកទៅបន់ឲ្យតែស្លាប់ចង់តែចោលកអីចឹងទៅចង់តែលេបថ្នាំអីចឹងទៅចង់តែហក់ទឹកចឹងទៅខ្លះទៅពិបាកចិត្តខូចចិត្តក៏ចង់តែស្លាប់ខ្លះទៅជំពាក់គេច្រើនពេកក៏ចង់តែស្លាប់
ខ្លះទៅជួបនៅរឿងនេះជួបនៅរឿងនោះច្រើនពេកទៅចេះតែចង់តែស្លាប់ខ្ញុំកណាត់ខ្ញុំចេះតែគិតថាណោដីក៏កំពុងដីក៏នៅធំជាជននៅតិចហើយបើម្នាក់ចេះតែចង់តែស្លាប់អញ្ចឹងទៅមានណានៅលើដីនេះទៀតខ្ញុំកណាត់ខ្ញុំអង្គុយជួបមនុស្សច្រើនកាប់រឿងច្រើនទុកលំបាកផ្សេងគ្នាដល់តែឃើញអញ្ចឹងពេកទៅអាណិតនឹកឃើញថាទង្វើខ្លះនឹងមិនមែនជាហេតុមិនមែនជាកិច្ចដែលខ្ញុំកណាត់ខ្ញុំក៏បីពេញជូនទេខ្ញុំកណាត់ខ្ញុំក៏បីជួយជូនទេប៉ុន្តែទេខ្លះនៅតែធ្វើព្រោះបំបត្តិជួយអ្នកនោះឲ្យបានរួចចាក់ទុកស្គាល់នៅបញ្ញាបារមីអីប្រកបទៅជាមែនក៏ឲ្យជួយគ្នាឲ្យបាននៅរស់ក្នុងទីនេះគឺមានកម្លាំងចិត្តក្នុងការបន្តនៅអាយុជីវិតរបស់ខ្លួនឲ្យរស់ទៅទៀតលោកទាំងឡាយវិបាករបស់សត្វលោកគឺអញ្ចឹងឯងបើលោកទាំងឡាយកើតមកជួបនឹងសេចក្តីសុខលោកទាំងឡាយច្បាស់ណាស់ថាត្រូវជួបនៅសេចក្តីទុក្ខព្រោះទុក្ខនិងសុខគឺលោកធម៌មួយក្នុងចំណោមលោកធម៌ទាំង8តែសត្វទាំងឡាយក៏បីនឹងជួបដោយកិច្ចមិនបានថ្ងៃនេះលោកទាំងឡាយកើតទុក្ខថ្ងៃក្រោយលោកទាំងឡាយបានសុខថ្ងៃនេះលោកទាំងឡាយបានសុខថ្ងៃក្រោយលោកទាំងឡាយកើតទុក្ខព្រោះអាស្រ័យវិបាកកម្មដែលនឹងត្រូវជួបចឹងឲ្យលោកទាំងឡាយទៅព្រះនិព្វានអីខ្ញុំកណាខ្ញុំមិនប្រកាសសម្ដែងអីទេខ្ញុំកណាខ្ញុំគ្រាន់តែចង់ដាស់តឿនតែសូមឲ្យយើងស្រឡាញ់នៅជីវិតខ្លួនឯងឲ្យប្រឹងប្រែងរស់បន្តព្រោះអនាគតយើងមិនមែនចប់ក្នុងថ្ងៃហ្នឹងទេគឺនៅមានថ្ងៃស្អែកទៀតអ្នកដែលលំបាកជាងយើងមានច្រើនណាស់តែគេនៅតែចង់រស់ចុះមកតិចឧបសគ្គយើងប៉ុណ្ណឹងយើងតែចង់ដាច់ជីវិតខ្លួនឯងបន្តរស់ទៅព្យាយាមសាងជីវិតនឹងឲ្យប្រសើរឡើងទៅយើងអស់អីគ្រប់យ៉ាងតែយើងនៅសល់ជីវិតមួយដើម្បីកែខៃបញ្ហាផ្សេងឲ្យប្រសើរឡើងក្នុងថ្ងៃក្រោយដែរដែលយើងប៉ុណ្ណានៅធំណាស់យើងកុំអាលចង់ទៅរកដីឯណាថែមមកទៀតរក្សាតែដីប៉ុណ្ណឹងឲ្យតែនៅគង់វង្សហើយប្រឹងប្រែងបង្កើនសមត្ថភាពចំណេះដឹងការប្រឹងប្រែងរកទទួលទានឲ្យគ្រួសាររស់នៅក្នុងជីវភាពសមរម្យថ្លៃថ្នូរនោះយើងនឹងបានប្រសើរហើយយើងកុំចង់រវល់តែខ្វល់ខ្វាយតែរឿងដែលបាត់ទៅហើយនោះកុំទៅសើសម្រែងទន្ទុកទន្ទិញរបស់ដែលបាត់ទៅហើយបើរកបានដោយងាយគេមិនហៅថាបាត់ទេដោយសារតែបាត់នឹងហើយទើបយើងទាំងឡាយរកបានមកវិញដោយពិបាកប៉ុន្តែរឿងរបស់ដែលបាត់នោះជាសារៈឬជាសារៈមិនសំខាន់ដូចដែលយើងត្រូវថែរក្សាត្រូវការពាររបស់ដែលមានទេដោយសពថ្ងៃយើងនឹងមានជីវិតយើងត្រូវថែរក្សាការពារជីវិតរបស់យើងឲ្យល្អថែរក្សាការពារក្រុមគ្រួសារយើងឲ្យល្អប្រឹងប្រែងបង្កើតចំណេះដឹងរក្សាវប្បធម៌យើងឲ្យល្អរក្សាប្រពៃណីយើងឲ្យល្អរក្សាទំនៀមទម្លាប់ហើយប្រឹងប្រែងអភិវឌ្ឍរបស់ដែលយើងមាននេះឲ្យរឹងរឹតតែប្រសើរពុកពុះដែរដើម្បីពង្រីកវិសាលភាពឲ្យទូលំទូលាយយើងគិតមើលទៅ
របស់ដែលបាត់ហើយរបស់ដែលនៅមួយណាសំខាន់ជាងចឹងហើយកុំឡែកតែខ្វល់ខ្វាយរបស់ដែលបាត់